បុគ្គលណាខ្លះដែលអាចរួចផុតពីច្បាប់កាតព្វកិច្ចយោធាបុគ្គលណាខ្លះដែលអាចរួចផុតពីច្បាប់កាតព្វកិច្ចយោធាមានតែមនុស្ស5ក្រុមនេះប៉ុណ្ណោះដែលមិនតម្រូវឲ្យចូលបំពេញកាតព្វកិច្ចយោធាសម្រាប់ឲ្យអនុវត្តជាផ្លូវការយុវជនខ្មែរដែលមានអាយុចាប់ពី18ដល់25ឆ្នាំកំពុងមានអារម្មណ៍ភ័យផងអផងជុំវិញការត្រៀមខ្លួនចូលបំពេញភារកិច្ចបម្រើជាតិរយៈពេល2ឆ្នាំក្រោយពេលដែលសេចក្តីលម្អិតនៃច្បាប់ថ្មីនេះបានបញ្ជាក់យ៉ាងច្បាស់ថានឹងមានការលើកលែងសម្រាប់ក្រុមមនុស្សពិសេសចំនួន5ក្រុមតើក្រុមមនុស្សពិសេសទាំង5ក្រុមនេះសំដៅលើក្រុមមនុស្សដែលមានលក្ខណៈបែបណាខ្លះផ្អែកលើការសម្រេចចុងក្រោយនៃច្បាប់ដែលមាន8ជំពូកនិង20មាត្រានេះប្រជាពលរដ្ឋខ្មែរភេទប្រុសដែលមានអាយុចាប់ពី18ដល់25ឆ្នាំត្រូវមានកាតព្វកិច្ចចូលបម្រើទ័ពរយៈពេល24ខែឬ2ឆ្នាំលើកលែងតែប្រជាពលរដ្ឋចំនួន5ក្រុមនេះប៉ុណ្ណោះដែលនឹងរួចផុតពីកាតព្វកិច្ចចូលបម្រើកងទ័ពមនុស្ស5ក្រុមដែលត្រូវបានលើកលែងឲ្យរួចផុតពីកាតព្វកិច្ចយោធាទាំងនោះមានដូចជាក្រុមទី1ព្រះសង្ឃនិងបព្វជិតនៃសាសនាផ្សេងៗដែលមានការទទួលស្គាល់ដឹងឮជាផ្លូវការពីក្រសួងធម្មការនិងសាសនាក្រុមទី2ប្រជាពលរដ្ឋដែលមានសមត្ថភាពឬទេពកោសល្យពិសេសក្នុងវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ដោយមានការបញ្ជាក់ត្រឹមត្រូវពីក្រសួងស្ថាប័នមានសមត្ថកិច្ចក្រុមទី3អ្នកឯកទេសជំនាញដែលបានចុះកិច្ចសហប្រតិបត្តិការបំពេញបេសកកម្មស្រាវជ្រាវឬអនុវត្តផ្ទាល់នៅកិច្ចការដែលជាប្រយោជន៍ផ្នែកសាធារណៈនៃកងយោធពលខេមរភូមិន្ទក្រុមទី4ប្រជាពលរដ្ឋដែលបានបញ្ចប់សេវាជាយោធិនជាប់កិច្ចសន្យារួចរាល់ស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមានក្រុមទី5ប្រជាពលរដ្ឋដែលមានកាយសម្បទាមិនគ្រប់គ្រាន់តាមតម្រូវការដោយផ្អែកលើការពិនិត្យជាក់ស្ដែងពីគ្រូពេទ្យយោធាគួរបញ្ជាក់ថាការអនុម័តច្បាប់នេះមិនមែនជាការបង្ខំឲ្យយុវជនទៅធ្វើសង្គ្រាមនោះទេប៉ុន្តែវាជាការផ្ដល់ឱកាសនិងគុណសម្បត្តិជាច្រើនដល់ប្រទេសជាតិនិងយុវជនផ្ទាល់ក្នុងនោះសម្រាប់ប្រទេសជាតិគឺនឹងទទួលបានកម្លាំងការពារជាតិដ៏ក្មេងខ្ចីស្វាហាប់និងមានចំណេះដឹងខ្ពស់ដែលសុទ្ធសឹងតែជាយុវជនសម័យ Digital លើសពីនេះយោធិនទាំងនោះអាចចូលរួមជួយសង្គមជាតិបានភ្លាមៗក្នុងករណីមានគ្រោះមហន្តរាយធម្មជាតិដូចជាទឹកជំនន់ការបាក់ស្រុតដីឬការងារសង្គ្រោះបន្ទាន់ផ្សេងៗស្របពេលជាមួយគ្នានេះដែរផលប្រយោជន៍ចំពោះយុវជនគឺក្នុងអំឡុងពេល2ឆ្នាំនៅក្នុងជួរកងទ័ពយុវជននឹងត្រូវបានហ្វឹកហាត់ឲ្យមានវិន័យខ្ពស់សុខភាពមាំមួននិងស្មារតីស្នេហាជាតិអ្វីដែលពិសេសបំផុតនោះគឺពួកគេនឹងទទួលបានការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈច្បាស់លាស់ក្រោយពេលបញ្ចប់កាតព្វកិច្ច2ឆ្នាំយុវជននឹងទទួលបានអាទិភាពខ្ពស់បំផុតក្នុងការប្រឡងចូលក្របខ័ណ្ឌដូចជាទាហានអាជីពប៉ូលីសឬមន្ត្រីរាជការឬទទួលបានឱកាសការងារល្អៗនៅក្នុងវិស័យឯកជនដោយសារតែពួកគេជាបុគ្គលដែលមានវិន័យការងារខ្ពស់សរុបរួមមកច្បាប់ស្តីពីកាតព្វកិច្ចយោធាឆ្នាំ2026នេះគឺជារបត់ប្រវត្តិសាស្ត្រថ្មីមួយនៃការកែទម្រង់វិស័យការពារជាតិរបស់កម្ពុជាការកំណត់លើកលែងចំពោះមនុស្សទាំង5ក្រុមខាងលើនេះឆ្លុះបញ្ចាំងពីភាពបត់បែននិងការគិតគូរដ៏ល្អិតល្អន់របស់រាជរដ្ឋាភិបាលដើម្បីធានាថាច្បាប់នេះដើរទៅមុខដោយរលូនស្របពេលដែលវិស័យសេដ្ឋកិច្ចវិទ្យាសាស្ត្រនិងសាសនារបស់ជាតិនៅតែបន្តដំណើរការទៅមុខដោយគ្មានការរអាក់រអួលឡើយ Like, share and follow more